ជំរាបសួរបងប្អូនអ្នកចូលមកទេសនាទាំងអស់គ្នាបាទថ្មីនេះខ្ញុំបានឃើញបុគ្គលិកនៅខាងក្រុមហ៊ុន OMA ដែលជាក្រុមហ៊ុននាំចូល Ford មកលក់នៅក្នុងប្រទេសកម្ពុជារបស់យើងគាត់បានធ្វើការផុសអំពីតម្លៃរថយន្ត Hybrid មួយប្រភេទដែលមានកៅអី2ជួរនិង3ជួរកៅអី3ជួរឃើញគាត់ផុសដាក់ក្នុងតម្លៃ53ជាងហើយសម្រាប់កៅអី2ជួរដាក់នៅក្នុងតម្លៃ49,900ផងដែរបងប្អូន Ford មួយគ្រឿងនេះគេឲ្យឈ្មោះថា Ford Equator ជា joint venture ផលិតដោយ JMC បាទ JMC មកពីប្រទេសចិនតែម្ដងរថយន្តមួយគ្រឿងនេះរូបរាងលក្ខណៈទាំងខាងមុខទាំងខាងក្រោយ DNA របស់វាគឺ Ford Territory នឹងឯងសាវតារបស់វាសម្រាប់ version កៅអី2ជួរការ design ហើយនិងការផលិតនៅក្នុងគោលបំណងនាំចេញទៅលក់នៅក្រៅប្រទេសជាពិសេសគេផ្ដោតទៅលើទីផ្សារប្រទេសវៀតណាមផងដែរមកដល់ប្រទេសកម្ពុជាយើងនាំគ្នាហៅថា Ford Territory តែនៅក្នុងប្រទេសចិនគេនាំគ្នាហៅថា Equator ឬក៏ Equator Sport បច្ចុប្បន្នវាបានបំលែងខ្លួនទៅជាប្រភេទឡាន Hybrid ដែលបានបំពាក់ជាមួយនឹងម៉ាស៊ីនទំហំ 1.5 ស៊ីឡាំងប្រភេទម៉ាស៊ីន4ផលិតកម្លាំងបាន168សេសបាទ168សេសក៏ប៉ុន្តែនៅពេលវាបំពាក់ជាមួយនឹងបច្ចេកវិទ្យា Hybrid វាអាចផលិតកម្លាំងបានរហូតទៅដល់215សេសផងដែរបងប្អូនយើងឃើញ dealer ជាច្រើននៅក្នុងប្រទេសកម្ពុជាបានយកឡានប្រភេទនេះមកដាក់លក់នៅក្នុងប្រទេសកម្ពុជារបស់យើងច្រើនបាទប្រភេទ Equator ហ្នឹងក៏ប៉ុន្តែថ្មីនេះឃើញការដាក់បង្ហាញថា OMA ឬក៏ Ford Cambodia ហ្នឹងយកឡានហ្នឹងមកលក់ហើយទីបំផុត Ford បានយកឡាន Hybrid យកមកលក់ហើយសម្រាប់ Standard Hybrid មួយនេះអព្យាស្រ័យខ្ញុំមិនទាន់អាចជម្រាបបានទេថាជាប្រភេទ Hybrid បាទ DMI ឬក៏ជា version Hybrid សម្រាប់ឡានជប៉ុនខ្ញុំអត់ដឹងទេព្រោះបើ Hybrid បើតាមខ្ញុំដឹងមាន2ប្រភេទ Hybrid មួយយ៉ាងនោះដែលគេបំពាក់ទៅលើពពុះប្រុសណាឬក៏ពពុះឡាន Toyota ផ្សេងអាហ្នឹងជា version មួយដែលចេញមកពីជប៉ុនតែសម្រាប់ Hybrid ដែលប្រើអាគុយជាគោលប្រើ motor ជាអ្នករុញខ្លួនឲ្យទៅមុខ 100% ម៉ាស៊ីនគ្រាន់តែដើរតួជាម៉ាស៊ីនភ្លើងសម្រាប់បច្ឆេះសាកទៅអាគុយអានឹងគេហៅថា version DMI ឬក៏ DMO របស់ BYD ហើយនិងរបស់ Dongfeng ផងដែរបងប្អូនបាទតែអ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ Ford Equator រូបរាងគួរឲ្យតាក់ទាញខ្លាំងមែនតើបងប្អូនបាទដោយសារតែរូបរាងរបស់វាជាមួយនឹង Ford Territory តែមួយតែការដែលគាត់ប៉ាណាការប្រើភ្លើងពីខាងមុខហើយនឹងការដែលគាត់ប៉ាណាការប្រើភ្លើងពីខាងក្រោយមើលទៅគឺតាក់ទាញមានន័យថាទំនើបគួរឲ្យស្រឡាញ់គួរឲ្យចូលចិត្តតែទោះបីជាយ៉ាងណាក៏ដោយវាបំពាក់នៅម៉ាស៊ីន Hybrid បងប្អូនខ្លះឆ្ងល់ថាតើគេញាត់បច្ចេកវិទ្យាអីចូលបច្ចេកវិទ្យា Core Pilot កាមេរ៉ា360 Ford Territory មានទាំងប្រមាណគេយកមកញាត់បញ្ចូលនៅក្នុងវាទាំងអស់អញ្ចឹងយើងមិនចាំបាច់ឆ្ងល់ថាតើ EV មិន EV ពពុះ plug-in hybrid អញ្ចឹងវាមានអីថ្មីអត់មានអីពិសេសដែលលើគេញាត់អានេះញាត់អានោះអត់ទេអត់មានអីដែលពិសេសបាទប្លែករហូតដល់យើងបំភ្លេច Ford Territory បានទេគឺបច្ចេកវិទ្យាដែលបំពាក់លើ Ford Territory មានទាំងប្រមាណវាមកទាំងអស់ញាត់ចូលមកឆ្កាញ់ឲ្យតែម្ដងនៅក្នុងហ្នឹងបាទអ្វីដែលប្លែកគ្រាន់តែគេប្រើម៉ាស៊ីន hybrid ដែលវាជំនួយទៅដល់សេដ្ឋកិច្ចសាំងគឺស៊ីប្រេងតិចអាហ្នឹងវាជាលក្ខណៈពិសេសរបស់ hybrid Ford Equator ដែលនឹងលេចវត្តមាននៅក្នុងប្រទេសកម្ពុជារបស់យើងនៅក្នុងពេលឆាប់នេះបងប្អូនបាទសម្រាប់ខាងក្រុមហ៊ុនគេទទួលកក់ហើយបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តរូបរាងនិងលក្ខណៈរបស់វាបងប្អូនអាចធ្វើការតំណកក់បានឬក៏ dealer នៅស្រុកខ្មែរជាច្រើនបានយកឡានប្រភេទនេះយកមកលក់ហើយបាទគាត់លក់ច្រើនមែនតើនៅក្នុងស្រុកយើងមាន dealer 1 2 3អីអញ្ចឹងទៅអញ្ចឹងសម្រាប់បងប្អូនដែលស្រឡាញ់ចូលចិត្តចង់បាន version អស់ហ្នឹងអាចធ្វើការទិញតាម dealer ក៏បានឬក៏ទៅកក់ចេញពីក្រុមហ៊ុនក៏បានផងដែរសម្រាប់ខ្ញុំផ្ទាល់គឺមានចំណាប់អារម្មណ៍ផងដែរដោយសារតែខ្ញុំអាសាតេស្តទៅលើ Ford
territory សម្រាប់បច្ចេកវិទ្យា3ឲ្យហៅ co-pilot របស់គេគឺ M ខាងក្នុងសាលាធំទលាយម៉ាស៊ីនជាន់ស្ទុះក៏ប៉ុន្តែមានបងប្អូនមួយចំនួនគាត់មានចំណាប់អារម្មណ៍ទៅលើកម្រិតនៃការស៊ីប្រេងទោះបីជាយ៉ាងណានៅពេលដែលចេញ version hybrid មកអញ្ចេះបងប្អូនអើយបាទយើងអត់មានត្រូវគិតរឿងសាំងរឿងប្រេងអីទៀតទេអត់មានត្រូវកង្វល់អីទៀតទេអញ្ចឹងគឺអែមមែនតើបងប្អូនបាទនេះគ្រាន់តែជាចំណាប់អារម្មណ៍របស់ខ្ញុំសម្រាប់ឡាននេះហើយសួរថា dimension បដ ாய் ទៅតឹងរបស់គេមិនដែរឡានមួយនេះបើយើងនិយាយអំពីបណ្ដោយរបស់គេសម្រាប់កៅអី2ជួរបដ ாய் របស់គេ4ម៉ែត្រ6តឹកកៅអី3ជួរបដ ாய் របស់គេ4ម៉ែត្រ9តឹកបាទអានេះជាលក្ខខណ្ឌអញ្ចឹងតែម្ដងតតឹងដូចគ្នាទេ1ម៉ែត្រ9តឹកកម្ពស់1ម៉ែត្រ7តឹកដូចគ្នាផងដែរបច្ចេកវិទ្យាដែលគេញាត់បញ្ចូលគឺដូចគ្នាទាំងអស់ខុសតែមួយប្រើម៉ាស៊ីន hybrid មួយប្រើម៉ាស៊ីនសាំងធម្មតាជាមួយនឹង Ford Territory តែប៉ុណ្្នឹងទេបងប្អូនបាទហើយឈ្មោះដូចខ្ញុំជម្រាបពីខាងដើមអញ្ចឹងហៅអីក៏ហៅទៅហៅ Territory hybrid ក៏ហៅទៅហៅ Ford Ecuador ក៏ហៅទៅស្រេចតែបងប្អូនហៅទេมันមានការខុសអីទេតែចំណាំថាតែ hybrid ហើយពីខាងមុខហ្នឹងការដេកតម្រង់ប៉ាណាបែបផ្សេងខាងក្រោយបែបផ្សេងតែប៉ុណ្្នឹងហើយវីដេអូនេះខ្ញុំចែកម្លែកជាព័ត៌មានថ្មីទៅដល់បងប្អូនមានតែប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយបាយបាយ